ចឹងសុទ្ធតែយើងអាចរកព័ត៌មានតទៅមួយហត្ថបកនៅកន្លែងណាបានទីមួយគឺយើងអាចទៅដល់កន្លែងនោះផ្ទាល់គឺនាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្ត្ររបស់ក្រសួងអប់រំយុវជននិងកីឡាដែលមានទីតាំងស្ថិតនៅបឹងកេងកងមួយខណ្ឌចំការមត់រាជធានីភ្នំពេញជិតនៅប៉ុស្តិ៍ទទួលអប្សរាចាក់ស្ដែងដូចជាខ្ញុំនៅរៀននៅភូមិន្ទអញ្ចឹងខ្ញុំទៅនេះគឺខ្ញុំជិះទៅនឹងមើលដើម្បីមើលព័ត៌មានហត្ថបកបបទីមួយដែលផ្ដល់មកស្រុកខ្មែរយើងតែខ្ញុំចាំបានខ្ញុំបានប្រឡងទៅរុស្ស៊ីប្រឡងទៅចិនប្រឡងទៅវៀតណាមបើសិនយើងមានពេលទៅមើលផ្ទាល់ទេយើងអាចធ្វើការតាមដានទៅលើเพจរបស់ក្រសួងអប់រំយុវជននិងកីឡានិងเพจមួយចំនួនទៀតដែលផ្ដល់ព័ត៌មានតាក់ទងជាមួយនឹងហត្ថបកเพจរបស់ក្រសួងហើយเพจតាក់ទងជាមួយនឹងហត្ថបកមួយទៀតគឺខ្ញុំដាក់នៅក្នុង link នៅក្រោមអ្នកគ្នាអាចចូលទៅមើលផ្ទាល់បានចាក់ស្ដែងពេលខ្ញុំទៅមើលផ្ទាល់អញ្ចឹងខ្ញុំកត់ថ្ងៃទុកខ្ញុំថតហើយនឹងចំណាំថ្ងៃទុកអញ្ចឹងមិនថាមុនឬក៏ក្រោយថ្ងៃទៅប្រកាសហ្នឹងគឺគេនឹងបើកដាក់ពាក្យលក់អីអញ្ចឹងយើងទៅទិញពាក្យដើម្បីយក apply ទៅចំណុចទី2តាក់ទងជាមួយនឹងការដាក់ពាក្យនៅពេលដែលគេប្រកាសលក់ពាក្យហើយទៅតាមប្រទេសនីមួយៗគឺយើងត្រូវទៅទិញពាក្យដើម្បីយកមកដាក់ហើយនៅពេលដែលគេប្រកាសលក់ពាក្យគឺគេនឹងដាក់លក្ខខណ្ឌមួយចំនួនតើយើងត្រូវមានបែបបទនេះខ្លះយើងត្រូវមានឯកសារខ្លះដើម្បីបំពេញឲ្យទៅដាក់ពាក្យនឹងបានអញ្ចឹងយើងគ្រាន់តែធ្វើឯកសារបំពេញទៅតាមលក្ខខណ្ឌដែលក្រសួងតម្រូវនោះទៅគឺយើងអាចដាក់បានហើយតាក់ទងជាមួយលក្ខខណ្ឌឯកសារមួយចំនួនដែលយើងត្រូវដាក់ពាក្យហ្នឹងគឺវាមានភាពខុសគ្នាទៅតាមប្រទេសនីមួយៗហើយចាក់ស្ដែងប្រទេសខ្លះគឺតម្រូវយើងជ្រើសជំនាញមុនពេលដែលយើងប្រឡងហើយប្រទេសខ្លះទៀតគឺយើងទៅប្រឡងសិនក្រោយពេលដែលយើងជាប់គេនឹងឲ្យយើងរើសជំនាញទៅតាមក្រោយចូលដល់ចំណុចទី3ការត្រៀមប្រឡងនៅពេលដែលគេដាក់ពាក្យហើយគឺទុករយៈពេលដែលយើងសម្រាប់ត្រៀមក្នុងការប្រឡងបើថាដូចបញ្ចប់ជប់ទទួលពាក្យនៅថ្ងៃហ្នឹងអញ្ចឹងរយៈពេលអាចថា1ខែឬក៏2ខែក្រោយទៀតគឺការប្រឡងមកដល់អញ្ចឹងកំឡុងពេលហ្នឹងគឺជាពេលដែលយើងត្រូវតែពង្រឹងសមត្ថភាពយើងត្រៀមដើម្បីទៅប្រឡងប្រកួតប្រជែងជាមួយនឹងសិស្សដទៃទៀតឬក៏និស្សិតដទៃទៀតដែលគេដាក់ពាក្យដែរហើយសម្រាប់វិញ្ញាសាប្រឡងហ្នឹងគឺនៅពេលដែលយើងទៅដាក់ពាក្យគឺមានវិញ្ញាសាដែលទៅប្រឡងខុសៗគ្នាអញ្ចឹងទៅតាមប្រទេសទៅតាមប្រភេទប្រទេសនីមួយៗគឺវិញ្ញាសាមុខវិជ្ជាប្រឡងគឺវាខុសៗគ្នាចាក់ស្ដែងឧទាហរណ៍ដូចទៅវៀតណាមអញ្ចឹងកាលពីជំនាន់ខ្ញុំប្រឡងគណិតរូបគីមីហើយនិងវប្បធម៌ទូទៅហើយដូចជាឥឡូវទេខ្ញុំដឹងថាគេផ្លាស់ប្ដូរមិនទេដូចជាឮថាប្រឡងតែគណិតហើយនិងវប្បធម៌ទូទៅទេចាក់ស្ដែងដូចការខ្ញុំទៅប្រឡងទៅប្រទេសចិនគឺប្រឡងគណិតហើយនិងអង់គ្លេសហើយទៅរុស្ស៊ីប្រឡងគណិតហើយនិងវប្បធម៌ទូទៅអញ្ចឹងទៅអញ្ចឹងអ្នកគ្នាត្រូវតាមដានតាក់ទងជាមួយលក្ខខណ្ឌមុខវិជ្ជានៃការប្រឡងខុសៗគ្នាទៅតាមប្រទេសនីមួយៗហ្នឹងចំពោះការត្រៀមខ្លួនគឺយើងត្រូវតែមើលមុខវិជ្ជាហ្នឹងហើយគឺយើងត្រូវរកឯកសារមករៀនត្រៀមប្រឡងចំពោះវិញ្ញាសាគឺសម័យបច្ចេកវិទ្យាអ៊ីនធឺណិតច្រើនអញ្ចឹងយើងអាចធ្វើការស្រាវជ្រាវទៅលើបណ្ដាញសង្គមឬក៏ប្រព័ន្ធអ៊ីនធឺណិតឬក៏យើងអាចទៅទិញវិញ្ញាសាផ្ទាល់នៅកន្លែងដែលគេលក់កាលពីជំនាន់ខ្ញុំទិញនៅបាក់ទូកយើងទិញហើយយើងយកវិញ្ញាសាហ្នឹងមករៀនត្រៀមហើយយើងស្រាវជ្រាវបន្ថែមទៅដើម្បីឲ្យមានពេលគ្រប់គ្រាន់ចេញមកទៅប្រឡងដើម្បីយើងទៅប្រឡងទៅយើងមានភាពរយខ្ពស់នៅក្នុងការធ្វើបានល្អហើយយើងនឹងជាប់ហើយចំណុចទី4តាក់ទងជាមួយក្រោយពេលប្រឡងនៅពេលដែលគេប្រកាសលទ្ធផលបើសិនជាយើងជាប់វាយើងនឹងមានសិទ្ធិទៅក្នុងការជ្រើសរើសជំនាញឬក៏បន្តទៅវគ្គបន្ទាប់ទៀតចាក់ស្ដែងប្រទេសខ្លះនៅពេលដែលយើងជាប់វគ្គប្រឡងហ្នឹងគឺគេឲ្យយើងរើសជំនាញយកហ្មងប្រទេសខ្លះទៀតគឺជាប់វគ្គប្រឡងសរសេរគឺនៅវគ្គសម្ភាសវគ្គជំរុះច្រើនតង់ទៀតចាក់ស្ដែងដូចជាទៅជប៉ុនជាដើមអញ្ចឹងនៅពេលដែលយើងប្រឡងជាប់វគ្គជំរុះឬក៏យើងជ្រើសជំនាញហើយគឺដល់វគ្គចុងក្រោយគឺបំពេញឯកសារបែបបត់មុនពេលទៅរៀននៅស្រុកគេហ្នឹងហើយឯកសារដែលយើងត្រូវបំពេញវាច្រើនហ្នឹងតាក់ទងជាមួយនឹង passport និងការពិនិត្យសុខភាពត្រង់វិញនេះគឺជា4ចំណុចសំខាន់ៗនៅក្នុងការស្វែងរកនិងការដាក់ពាក្យហើយនិងការប្រឡងហត្ថបកទៅស្រុកក្រៅហើយសង្ឃឹមថាវីដេអូនេះជាប្រយោជន៍សម្រាប់អ្នកទាំងអស់គ្នាជាពិសេសបងប្អូនដែលកំពុងទី11ទី12ឬក៏ទៅចប់ទី12មានចំណាប់អារម្មណ៍ចង់ស្វែងរកហត្ថបកទៅស្រុកក្រៅហើយយើងទៅសេះវិទ្យាបន្ថែមទៀតហើយបើគិតថាវីដេអូនេះប្រយោជន៍សូមកុំភ្លេចចុចចែករំលែកបន្តទៀតផងអរគុណ